សួស្ដីមកកាន់ជីវិតថ្ងៃដំបូងនៃប្លុកខផាន់ខ្ញុំlet's go និយាយទៅខ្ញុំតែងតែគិតថាមនុស្សគ្រប់រូបនិងគ្រប់គ្នាតែងតែមានក្តីស្រមៃរៀងៗខ្លួនហើយរាល់ថ្ងៃហ្នឹងក៏ពួកយើងម្នាក់ៗឬក៏មិត្តភ័ក្តិទាំងអស់គ្នាក៏តែងតែរត់តាមក្តីស្រមៃនិងតាមចាប់ក្តីស្រមៃរបស់យើងម្នាក់ៗរៀងៗខ្លួនប៉ុន្តែខុសអីតែខ្ញុំបែរជាបោះបង់ចោលក្តីស្រមៃខ្លួនឯងបែរទៅធ្វើការនិងរលួយឲ្យបានច្រើនជាមុនសិននិយាយទៅខ្ញុំមិនដឹងថានេះវាជាផ្លូវចិត្តរបស់ខ្ញុំឬក៏មិនទេប៉ុន្តែខ្ញុំធ្វើបែបហ្នឹងដោយសារតែខ្ញុំបានគិតថាបើសិនជាខ្ញុំអត់មានលុយខ្ញុំអត់អាចតាមចាប់ក្តីស្រមៃខ្លួនឯងបានទេអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តទៅធ្វើការដើម្បីរលុយនៅបច្ចុប្បន្ននេះខ្ញុំអាចរកលុយបានខ្ញុំអាចទៅដើរលេងនៅកន្លែងណាដែលខ្ញុំចង់ទៅខ្ញុំចង់ញ៉ាំអាហារឆ្ងាញ់ខ្ញុំឆ្ងាញ់ដែលខ្ញុំចង់ញ៉ាំខ្ញុំចង់ទិញរបស់ថ្លៃដែលខ្ញុំចង់ប្រើនិយាយទៅខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងបានប៉ុន្តែខ្ញុំមិនដែលមានក្តីសុខផ្លូវចិត្តផងខ្ញុំទេមូលហេតុគឺដោយសារតែខ្ញុំបានបោះបង់ចោលក្តីស្រមៃផងខ្ញុំនិយាយទៅខ្ញុំចង់វិលទៅរកក្តីស្រមៃផងខ្ញុំវិញដែលប៉ុន្តែបច្ចុប្បន្នខ្ញុំអាចធ្វើបានដោយសារតែទី1គឺខ្ញុំបានបោះបង់ចោលវាយូរឆ្នាំហើយតាំងពីការរៀនសូត្រនិយាយទៅគឺចាប់ទាំងអស់បណ្ដោយអញ្ចឹងខ្ញុំអាចវិលទៅរកវាវិញបានទេអញ្ចឹងដូច្នេះហើយមានតែជូនពរអ្នកនរគ្នាដែលតាមក្តីស្រមៃខ្លួនឯងដែលខ្លួនឯងស្រឡាញ់ទៅនឹងចាប់យកក្តីស្រមៃខ្លួនឯងណាហើយឡើយហ្នឹងក៏ខ្ញុំបានផ្លាស់ប្ដូរក្តីស្រមៃផងខ្ញុំដែរខ្ញុំនឹងគិតថាខ្ញុំនឹងចាប់ផ្ដើមថាក្តីស្រមៃរបស់ខ្ញុំជា blogger ចាប់ពីពេលនេះតទៅហើយវាក៏ជា blog ដំបូងផងខ្ញុំដែរអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងអីអ្នកនរគ្នាកុំប្រកែកកាន់យកទៅបៃខ្ញុំណាអូខេអរគុណច្រើនអ្នកនរគ្នាបើសិនជាចិត្តល្អកុំភ្លេចជួយ follow និងធ្វើការ share វីដេអូនេះមួយអរគុណច្រើនជួបគ្នាវីដេអូក្រោយណាបាយបាយ